ឯញ៉ាគ្រាន់តែឈឺជួអាចប៉ុណ្ណឹងសោះយូរអីក៏យូរម្លេះជួយលឿនមើលនឹងអាខ្ញុំទៅឈឺជួម្ដងណាដឹងហើយទឿនអីទឿនម្លេះណ៎រកតែខ្ញុំឈឺអាចបន្តិចមិនបានមិនឲ្យទឿនយ៉ាងម៉េចតប៉ែបើខ្ញុំក៏ឈឺជួដែរនឹងជួយលឿនមកនឹងអាខ្ញុំទៅឈឺជួម្ដងណាខ្ញុំចង់ផ្ទុះចេញមកឥឡូវហើយដឹងហើយខ្ញុំនឹងឈឺឲ្យលឿនយីអាចនេះដូចខ្វះកន្លែងឈឺដល់ហើយវាមកឈឺជួក្នុងព្រៃកន្លែងខ្មោចនាងភូមិរីស្លាប់ទៅទៀតណាមិនអីទេពូអារឿងអាចនឹងគ្មានអ្នកណាអាចខាត់វាបានទេបើវាមកហើយពូជួវាទៅតែពូកុំភ្លេចកប់អាចហើយលាងដៃនឹងសាប៊ូផងណាកុំឲ្យកើតមេរោគលាងដៃស្អុយវើយក្នុងព្រៃនឹងយេពេអាយ៉ាស្ដាប់ទៅដូចជាមិនមែនសម្លេងយេពេឯងទេហើយចុះអ្នកណាកំពុងនិយាយជាមួយឯងហ្នឹងណាគឺខ្ញុំនិយាយជាមួយពូងាក់មកក្រោយមកឃើញខ្ញុំហើយខ្មោចយេពេអើយឡើងម៉ូតូឲ្យលឿនមកខ្មោចនាងភូមិរីមកហើយឆាប់ចេញម៉ូតូឲ្យលឿនទៅឪវានាងភូមិរីដើរមកហើយយេពេយេពេឯងមានធំក្លិនស្អុយទេខ្ញុំដូចជាធំក្លិនស្អុយធរ៉េនម្លេះទេតែនៅម្ដុំនេះដូចជាគ្មានអ្នកណាដាំដើមធរ៉េនទេឯងគ្មានទូរ៉េនឯណាទេឪវាគឺជាក្លិនអាចរបស់ខ្ញុំនឹងណាយីពេឯងភ័យដល់ថ្នាក់លិចអាចលិចនោមផងណោះមិនឲ្យលិចអាចមិនតាប៉ែបើខ្មោចនាងភូមិរីកំពុងតែហោះនៅលើក្បាលយើងហើយនឹងយីខ្មោចនាងភូមិរីនេះហោះមកតាមឯងតួតែបានណាចាំមើលយើងចុះស្ដីឲ្យនាងម្ដងមើលនាងភូមិរីហើយមិនបានជានាងឯងចេះទៅហោះមកតាមពួកយើងអញ្ចឹងពួកយើងមិនបានទៅធ្វើស្អុយនាងឯងទេគ្រាន់តែយើងឈឺចុះតែបន្តិចសោះនាងឯងមិនក៏តាមរករឿងយើងម្លេះហ្នឹងខ្ញុំគ្រាន់តែចង់មកប្រាប់ថាពេលពូទៅដល់ផ្ទះហើយកុំភ្លេចលាងដៃនឹងសាប៊ូផងកុំឲ្យឆ្លងមេរោគហើយលើកក្រោយពេលដែលឈឺជូរហើយកុំភ្លេចកប់អាចផងណាពូបើមិនដូច្នោះទេវាអាចធ្វើឲ្យមានក្លិនស្អុយនិងបង្កជាមេរោគធ្វើឲ្យមានជំងឺមិនខានទៅគេដឹងហើយឲ្យគេសុំទោសលើកក្រោយពេលគេចេញជុះចាំគេកប់នាងឯងទៅវិញទៅនៅរឿងមួយទៀតហើយរឿងស្អុយទៀតហើយវើយមិនក៏មិនព្រមទៅសោះអញ្ចឹងខ្ញុំចង់ប្រាប់ពូថាអាចពូស្អុយណាបាយពូលើកក្រោយជួបគ្នាទៀតទៅមិនបាច់ជួបគ្នាទៀតទេយើងមិនចង់ឃើញមុខនឹងឯងទេណាណែយេពេឯងខ្ញុំប្រាប់ហើយប្រាប់ទៀតថាកុំអោយចំហុយប្រហុកតែយេពេឯងរឹងនៅតែចំហុយប្រហុកទៀតឥឡូវឈឺជុះមកមានក្លិនស្អុយឲ្យខ្មោចថាអោយអញ្ចឹងមិនសមមុខណាឯងមកពីតប៉ៃឯងនឹងហូបច្រើននោះអីបានអញ្ចឹងមកពីយេពេឯងធ្វើវាឆ្ងាញ់ពេកនោះអីលើកក្រោយធ្វើឲ្យខ្ញុំស៊ីទៀតណាយេពេទៅគេដឹងហើយឆាប់បើកម៉ូតូទៅប្រយ័ត្នខ្មោចនាងភូមិរីមកឡងទៀតណាបើកតាណាទៀតយេពេបើយើងដល់ផ្ទះហើយនឹងណាមែនវើយតាប៉ែរវល់តែភ័យភ្លេចមើលថាដល់ផ្ទះខ្លួនឯងបងរ៉ាត់តើពេលនេះបងនៅទីណាអូននឹកបងណាបងបានឲ្យអូនចាំបងនៅទីនេះហេតុអីបានជាបងមិនមករកអូនបងរ៉ាត់បងនៅទីណាបងឆាប់មករកអូនមកអូននៅរងចាំបងភូមិរីអូនបងមិនអាចរស់នៅដោយគ្មានរូបអូនបានទេបងស្រឡាញ់អូនខ្លាំងណាស់បងរ៉ាត់អូនក៏ស្រឡាញ់បងខ្លាំងណាស់ដែរតែម៉ែរបស់បងមិនឲ្យបងស្រឡាញ់គ្នាជាមួយអូនទេទោះបីជាគាត់ហាមឃាត់បងមិនឲ្យស្រឡាញ់អូនមិនឲ្យរស់នៅជាមួយអូនក៏ដោយក៏បងមិនអាចធ្វើតាមគាត់បានដែរយប់នេះបងបានគិតហើយថាបងនឹងនាំអូនរត់ទៅនៅឲ្យឆ្ងាយកុំឲ្យពួកគាត់ស្គាល់កន្លែងយើងកុំឲ្យពួកគាត់ទៅបំបីស្នេហារបស់យើងទៀតណាអូនបងរ៉ាត់អូនអរគុណបងណាស់តែបងស្រឡាញ់ក្មេងកំព្រាដូចជារូបអូនយប់នេះអូននឹងរងចាំបងនៅទីនេះមិនជួបមិនបែកទេណាបងរ៉ាត់មិនបានជាមិនឃើញបងមករកអូនអញ្ចឹងអូនខ្លាចណាស់ភូមិរីអូនកំពុងតែចាំអរិទ្ធមានទេតែបងគិតថាពេលនេះអរិទ្ធកំពុងតែមានក្តីសុខជាមួយនឹងគូដណ្ដឹងរបស់វាទៅហើយអូននឹងចាំវានំតែខាតពេលទេ
អូនគួរតែមកកំដរពួកបងមកណា ទេខ្ញុំមិនជឿពួកឯងទេបងរិទ្ធគាត់មិនមែនជាមនុស្សបែបនេះឡើយខ្ញុំនឹងទៅស៊ូគាត់ អូនមិនបាច់ទៅស៊ូនំវាទេព្រោះវាជាអ្នកឲ្យពួកបងមកកំដរអូននៅទីនេះ ទេឆាប់លេងយើងទៅបងរិទ្ធជួយអូនផងបងរិទ្ធបងនៅទីណាបងមកជួយអូនផងបងរិទ្ធជួយអូនផង លបងនាងពងមរីស្លាប់បាត់ហើយលបងគិតយ៉ាងម៉េចទៅធ្វើកាយស្រីគាត់ទៅប្រាប់ពួកយើងមកប្រាប់នាងឲ្យឈប់តាក់ទងលបងរត់តែពេលនេះពួកយើងបែរជានាំគ្នារំលោភនាងទៅវិញហើយឥឡូវនេះនាងស្លាប់បាត់ហើយលបងតែយើងធ្វើយ៉ាងម៉េចទៅលបង បើនាងស្អាតម្លឹងអាណាទ្រាំបានណាអញមិននឹកស្មានថានាងសុកចិត្តខំអណ្ដាតសម្រាប់ខ្លួនបែបនេះទេតែឥឡូវពួកយើងទុកសាកសពនាងនៅទីនេះហើយគ្មានអ្នកណាម្នាក់ដឹងថាពួកយើងរំលោភនាងនោះទេយើងឆាប់នាំគ្នាចេញពីទីនេះទៅណា បងរិទ្ធអូនចង់ដឹងណាស់ហេតុអីបានជាបងមិនមកជួបអូនឬដូចជាពាក្យដែលគេនិយាយមែនថាបងមានអ្នកថ្មីហើយបងឈប់ត្រូវការអូនហើយបងរិទ្ធបងនៅទីណាបងឆាប់មករកអូនមកបងរិទ្ធបងនៅទីណាបងឆាប់មករកអូនមកបងរិទ្ធ លោកស្រីពេលនេះគេកំពុងតែល្បីពេញភូមិថាខ្មោចនាងភូមិរីលងសាហាវខ្លាំងណាស់ហើយគេនិយាយតគ្នាទៀតថាខ្មោចនាងចង់រកលោកស្រីសងសឹកទៀតផង រឿងទាំងអស់នេះគឺមកពីពួកឯងនឹងហើយអញគ្រាន់តែឲ្យពួកឯងទៅប្រាប់នាងឲ្យឈប់តាក់ទងជាមួយកូនរបស់អញតែពួកឯងបែរជាទៅធ្វើឲ្យនាងងាប់ឥឡូវព្រលឹងរបស់នាងបែរជាចង់មករកអញសងសឹកទៅវិញតើពួកឯងគិតបែបណាទៅដើម្បីកម្ចាត់នាងខ្មោចនោះបាន លោកស្រីខ្ញុំឮថាមានគ្រូមន្តអាគមម្នាក់ដែលកំពុងតែល្បីតាម Facebook ថាគាត់នឹងពូកែខ្លាំងណាស់យើងគូតែទៅរកគាត់ឲ្យមកជួយចាត់ការនាងខ្មោចនឹងទៅលោកស្រី បើអញ្ចឹងពួកឯងឆាប់ទៅរកមកហើយកុំភ្លេចយកកម្មភ្លើងរបស់អញឲ្យលោកគ្រូនោះបញ្ចុះមន្តអាគមផងស្រួលអញការពារខ្លួន ពុទ្ធោការពិតអ្នកដែលធ្វើឲ្យភូមិរីស្លាប់គឺជាម៉ាក់របស់ខ្ញុំម៉ាក់ហេតុអីបានជាម៉ាក់ធ្វើបែបនេះអ្នកទាំងអស់គ្នាបន្តិចទៀតទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយអ្នកទាំងអស់គ្នាមិនត្រូវចេញពីខ្សែសីមានេះឡើយតើអ្នកទាំងអស់គ្នាស្ដាប់បានទេ ចាលោកគ្រូសូមលោកគ្រូធ្វើយ៉ាងណាកុំចាត់អ្នកខ្មោចនោះឲ្យបានផងទោះអស់ប៉ុន្មានក៏ខ្ញុំឲ្យដែរបើសិនជាអាចលោកគ្រូធ្វើឲ្យអ្នកខ្មោចនោះរលេប្រលឹងបាត់តែម្ដងទៅ មិនអីទេលោកស្រីចាំខ្ញុំចាត់ការនាងខ្មោចនេះឲ្យលោកស្រីត្រៀមទៅលុយទៅ ពួកឯងនាំគ្នាធ្វើឲ្យយើងស្លាប់ហើយឥឡូវចង់មកកំចាត់ប្រលឹងយើងទៀតយើងថាមិនចង់សាងកម្មពៀជាមួយពួកឯងទេតែពួកឯងមកជាមកបង្ខំយើងឲ្យសាងកម្មពៀជាមួយពួកឯងទៅវិញ បើអញ្ចឹងចាំយើងសម្រេចបំណងរបស់ពួកឯងទៅចុះ លោកគ្រូមើលទៅលោកគ្រូអាចទប់ទល់ជាមួយអ្នកខ្មោចនេះបានទេ លោកស្រីនាងខ្មោចនេះសាហាវណាស់មើលទៅខ្ញុំមិនអាចទប់ទល់ជាមួយនាងបានទេសូមអ្នកទាំងអស់គ្នាតាំងចិត្តឲ្យស្ងប់កុំចេញពីខ្សែសីមានេះឲ្យសោះណា លបងមើលទៅដូចជាមិនសូវស្រួលទេលបងយើងឆាប់នាំគ្នារត់ទៅលបង ពិតមែនហើយមើលទៅគ្រូនេះដូចជាមិនពូកែសោះហាបើយើងនៅប្រហែលនឹងអាចស្លាប់ដោយសារតែនាងខ្មោចនេះអញ្ចឹងយើងឆាប់នាំគ្នារត់ទៅវីវ៉ូហើយលោកស្រីពេលនេះខ្សែសីមាបានដាច់អស់ហើយយើងឆាប់នាំគ្នារត់ទៅ អាគ្រូកញ្ចាស់ឯងជាអ្នកកាន់សាមានមន្តវិជ្ជាគូណាតែឯងសាងនៅអំពើល្អតែឯងមកជារងគំនិតជាមួយយាយស្វិតកញ្ចាស់នេះចង់មកធ្វើបាបយើងនឹងសម្លាប់ឯង មេភូមិរីនាងឯងខ្លាំងណាស់មែនទេអញ្ចឹងចាំមើលតើនាងឯងខ្លាំងជាងកំភ្លើងរបស់អញឬទេ ភូមិរីអូនប្រយ័ត្ន បងរ៉ាតើបងមិនអីទេឬបងកុំកាត់អីណាបង ភូមិរីអូនឲ្យបងសុំទោសផងបងជាមូលហេតុដែលធ្វើឲ្យអូនស្លាប់ថ្ងៃដែលយើងបានណាត់គ្នាម៉ាក់របស់បងគាត់បានដឹងហើយគាត់បានខំបងនៅក្នុងបន្ទប់មិនឲ្យមកជួបអូនទើបបងមិនបានមកតាមការសន្យាមិនបានមកការពារអូន
ឥឡូវនេះគ្មានអ្នកណាអាចបំបែកយើងបានទៀតទេយើងនឹងបាននៅជាមួយគ្នាហើយណាអូនភូមិរីសូមអូនអត់ទោសឲ្យម្ដាយបងផងកុំសម្លាប់គាត់អីណាអូនគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីតែបងទេជាមូលហេតុដែលធ្វើឲ្យអូនស្លាប់ បងរិនអូនសន្យានឹងបងអូនមិនធ្វើអីគាត់ទេអូនមិនចង់ឲ្យបងស្លាប់កំដរអូនឡើយបងត្រូវតែរស់ណាបងបថោកូនរិនកូនមិនអាចស្លាប់ចោលម៉ែទេកូនឆាប់ដឹងខ្លួនមកណាកូនកូនរិនទេឯងមិនមែនជាកូនរិទ្ធរបស់យើងទេកូនរិនតើកូននៅទីណាកូនឆាប់មករកម៉ែមកណាកូនកូនរិន តើយើងទៅផ្ទះរបស់យើងវិញទៅណាចាំម៉ែធ្វើសម្លដែលកូនចូលចិនតោះកូនរិទ្ធកូនកុំខ្លាចណាកូនម៉ែនៅទីនេះណា នេះហើយជាលទ្ធផលដែលបំបែកបំបាស្នេហាកូនចៅចុងក្រោយអ្នកដែលរងទុក្ខវេទនាគឺជាខ្លួនឯងហើយគួរឲ្យអាណិតណាស់ ពិតមែនហើយតាប៉ែកុំចាំទាល់តែអ្វីហួសពេលទៅស្ដាយក្រោយធ្វើជាមនុស្សគូតែរស់នៅឲ្យសប្បាយចិត្តកុំបំផ្លាញក្តីសុខអ្នកដទៃ